ជាដំបូងនាងខ្ញុំសូមគោរពជំរាបសួរនិងសួស្តីទៅកាន់អ្នកទាំងអស់គ្នានាងខ្ញុំមានឈ្មោះថាធីម៉ារ៉ាឌីគឺជាប្រធានក្រុមរបស់ក្រុមយុវជនដើម្បីសុខភាពក្នុងគម្រោងការកាត់បន្ថយការពិសាភេសជ្ជៈកំប៉ុងសម្រាប់ក្រុមយើងគឺធ្វើឡើងដើម្បីចូលរួមលើកកម្ពស់ការកាត់បន្ថយការពិសាភេសជ្ជៈកំប៉ុងនិងដើម្បីសុខភាពកុមារក្នុងសហគមន៍ឲ្យមានភាពប្រសើរឡើងក្រុមរបស់ពួកយើងបានបង្កើតនៅថ្ងៃទី27ខែមេសាឆ្នាំ2025ដោយមានសមាជិកក្រុមចំនួន6នាក់ស្រី5នាក់សម្រាប់ក្រុមយើងបង្កើតឡើងក្រោយពីពួកយើងបានចូលរួមរៀនវគ្គបណ្ដុះបណ្ដាលស្ដីពីការកសាងខ្លួនល្អនិងភាពជាអ្នកដឹកនាំវ័យក្មេងរបស់អង្គការយុវសន្តិភាពដែលហៅកាត់ថា YFP សម្រាប់សកម្មភាពនៅក្នុងគម្រោងរបស់យើងគឺបានបែងចែកជា8ធំរួមមានសកម្មភាពទី1ការចុះប៉ាន់ប្រមាណតម្រូវការសហគមន៍ក្នុងគោលបំណងដើម្បីវាស់វែងកម្រិតយល់ដឹងរបស់កុមារទាក់ទងនឹងផលប៉ះពាល់នៃការពិសាភេសជ្ជៈកំប៉ុងនិងវិធីសាស្ត្រកាត់បន្ថយសកម្មភាពនេះធ្វើនៅថ្នាក់ទី5និងទី6នៃសាលាបឋមសិក្សាសំរងក្នុងសកម្មភាពទី2ការបណ្ដុះបណ្ដាលកុមារទាក់ទងនឹងផលប៉ះពាល់នៃការពិសាភេសជ្ជៈកំប៉ុងនិងវិធីសាស្ត្រកាត់បន្ថយសកម្មភាពទី3កិច្ចពិភាក្សាជាមួយនឹងអាណាព្យាបាលទាក់ទងនឹងផលប៉ះពាល់នៃការពិសាភេសជ្ជៈកំប៉ុងនិងនំកញ្ចប់ក្នុងគោលបំណងដើម្បីឲ្យអាណាព្យាបាលចូលរួមតាមដានទៅលើការពិសារបស់កូនសកម្មភាពទី4ការវាយតម្លៃពាក់កណ្ដាលគម្រោងក្នុងគោលបំណងដើម្បីវាស់វែងនៅលទ្ធផលរបស់សកម្មភាពនៅក្នុងរយៈពេលខ្លីសម្រាប់សកម្មភាពទី5ការចុះដាក់ផ្ទាំងផ្សព្វផ្សាយនៅសាលារៀនបឋមសិក្សាសំរងក្នុងគោលបំណងដើម្បីចូលរួមផ្សព្វផ្សាយទាក់ទងនឹងផលប៉ះពាល់ការពិសាភេសជ្ជៈកំប៉ុងនិងជាសារដាស់តឿនសកម្មភាពទី6ការបណ្ដុះបណ្ដាលកុមារទាក់ទងនឹងផលប៉ះពាល់នៃការពិសានំកញ្ចប់ក្នុងគោលបំណងដើម្បីឲ្យពួកគាត់កាត់បន្ថយនិងងាកមកញ៉ាំអាហារដែលល្អសម្រាប់សុខភាពវិញសកម្មភាពទី7ការវាយតម្លៃបញ្ចប់គម្រោងដើម្បីវាស់វែងនៅលទ្ធផលរយៈពេល3ខែកន្លងមកដែលបានអនុវត្តជាមួយនឹងក្រុមគោលដៅសម្រាប់សកម្មភាពទី8គឺការបង្ហាញលទ្ធផលទៅកាន់ក្រុមគោលដៅដើម្បីបិទបញ្ចប់នៅសកម្មភាពនៃគម្រោងមានគឺថាយើងជាឪពុកម្ដាយនេះក៏សប្បាយចិត្តចាស់ហើយក៏ต้องមានឲ្យកូននៅថាកូនចិត្តឲ្យមកអញ្ចឹងហើយសូមអរគុណគ្រូទាំងអស់ហើយខ្ញុំយកចិត្តទុកដាក់បរៀនកូនឲ្យរៀនហូបទុំទីកប់នេះកាត់បន្ថយណាអត់ទៅហូបទេឈ្មោះសូនីតាខ្ញុំមានអាយុ12ឆ្នាំរៀននៅសាលាបឋមសិក្សាសំរងក្នុងខ្ញុំរៀនថ្នាក់ទី5ថ្ងៃនេះខ្ញុំបានមកចូលរួមជាមួយបងនៅអង្គការយុវសន្តិភាពខ្ញុំមានចំណាប់អារម្មណ៍ថាសប្បាយចិត្តណាស់ពីព្រោះខ្ញុំអាចយល់ដឹងពីការផ្ទាល់ពីភេសជ្ជៈកំប៉ុងនិងការកាត់បន្ថយខ្ញុំបញ្ញាចិត្តមិនញ៉ាំភេសជ្ជៈកំប៉ុង50%ដល់បងដែលបានណែនាំពីការប៉ះពាល់ភេសជ្ជៈកំប៉ុងនិងនំកញ្ចប់ដល់បងប្អូននិងអាណាព្យាបាលសិស្សផ្សេងទៀតជាចុងក្រោយនាងខ្ញុំសូមអរគុណទៅកាន់អង្គការយុវសន្តិភាពដែលបានបង្កើតកម្មវិធីនេះឡើងដើម្បីឲ្យយុវជនបានទទួលនៅចំណេះដឹងបទពិសោធន៍និងជំនាញថ្មីក៏ដូចជាចែករំលែកនៅផលប៉ះពាល់នៃការពិសាភេសជ្ជៈកំប៉ុងទៅកាន់ក្រុមគោលដៅនាងខ្ញុំផងដែរសូមអរគុណ